កែទឹកដែលល្អឲ្យคล้ายទៅជាថ្លាបែបនេះតើតងជាមួយនឹងការចិញ្ចឹមសត្វនៅក្នុងទឹកទាំងត្រីខ្យងបង្កងបង្គាក្តាមឬក៏កន្ធាយឬក៏អន្ទង់គឺសំខាន់មែនតើបងប្អូនតើតងជាមួយទឹកបើសិនជាករណីទឹកដែលបងប្អូនចិញ្ចឹមនឹងល្អសត្វដែលបងប្អូនចិញ្ចឹមនឹងក៏សុខភាពល្អទាំងហ្នឹងតែបើសិនជាករណីទឹកដែលបងប្អូនយកមកប្រើអត់ល្អទេសត្វដែលបងប្អូនចិញ្ចឹមធ្វើទុកច្រើនបងប្អូនឈឺច្រើនធំយឺតក្រិនហើយនឹងមានបញ្ហាផ្សេងជាច្រើនទៀតក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីវិធីកែទឹករៀបចំទឹកឲ្យទឹកដែលបងប្អូនចិញ្ចឹមហ្នឹងថ្លាល្អហើយគ្មានមេរោគហើយមិនងាយដោះស្លែពណ៌ខៀវអញ្ចឹងស្លែពណ៌ខៀវនេះក៏មិនល្អប៉ុន្មានដែរសម្រាប់ត្រីបងប្អូនណាស្លែខៀវនេះបើសិនជាដោះច្រើននៅក្នុងអាងឬក៏នៅក្នុងស្រះធ្វើឲ្យត្រីដែលបងប្អូនចិញ្ចឹមហ្នឹងឬក៏សត្វផ្សេងដែលបងប្អូនចិញ្ចឹមហ្នឹងពិបាកក្នុងការយកអុកស៊ីហ្សែនហើយណាមួយស្លែដែលដោះនៅក្នុងទឹកហ្នឹងធ្វើឲ្យទឹកខ្វះអុកស៊ីហ្សែននៅពេលយប់បងប្អូនសម្រាប់បញ្ហាធ្វើឲ្យទឹកខ្វះអុកស៊ីហ្សែននេះបងប្អូនវាជាបញ្ហាមួយដែលធ្វើឲ្យត្រីឬក៏សត្វដែលបងប្អូនចិញ្ចឹមនៅក្នុងទឹកហ្នឹងធំធាត់យឺតបងប្អូនអញ្ចឹងកត្តាធំធាត់យឺតនេះកុំលេងសើចបងប្អូនកុំលេងសើចទេបើសិនជាករណីសត្វដែលបងប្អូនចិញ្ចឹមធំធាត់យឺតបងប្អូននឹងចាយចំណីច្រើនចាយលុយទៅលើចំណីច្រើនអញ្ចឹងពេលខ្លះចិញ្ចឹមប្រមូលផលអត់ចំណេញទេបានតែរួចខ្លួនឬក៏បងប្អូនយកមួយចំនួនខាតបងប្អូនដូច្នេះសម្រាប់កត្តាទឹកនេះកុំប្រហែសឲ្យសោះបងប្អូនកុំប្រហែសកុំចេះតែដាក់ត្រីឬក៏ដាក់ខ្យងឬក៏ដាក់កធាយចិញ្ចឹមប្រេះប្រាំងបងប្អូនណារៀបចំឲ្យស្រួលបួលវាស់ទឹកវាយឲ្យស្រួលបួលឥឡូវចូលតកតងជាមួយនឹងការរៀបចំទឹកដើម្បីឲ្យទឹកបងប្អូនចិញ្ចឹមហ្នឹងថ្លាហើយpHល្អអាកាឡាំងល្អហើយគ្មានក្លិនគ្មានមេរោគសម្រាប់ជំហានទី1បងប្អូនត្រូវកែទឹកជាប្រព័ន្ធ green water system green water សម្រាប់ថ្នាំហើយនៅរបៀបការកែទឹកអីហ្នឹងគឺបានបង្ហាញហើយនៅក្នុងវីដេអូមុនបើសិនជាបងប្អូនអត់បានឃើញទេអាចចូលមើលបានបងប្អូនណាអញ្ចឹងនៅពេលដែលកែទឹកប្រើជាប្រព័ន្ធ green water ឬក៏ទឹកបឹងនេះគឺទឹកល្អមែនតើទឹកថ្លាល្អហើយ pH អីក៏ល្អដែរអាកាឡាំងអីក៏ល្អដែរហើយជំហានបន្តមកទៀតបើសិនជាករណីបងប្អូននៅតំបន់ដែលសំទោសបើសិនជាករណីស្រះរបស់បងប្អូននៅកន្លែងដែលទឹកហូរចូលមានន័យថាពេលខ្លះទឹកភ្លៀងខ្លាំងអីចឹងហូរចូលពីខាងលើមកអញ្ចឹងបើសិនជាករណីបែបហ្នឹងបងប្អូនត្រូវដាំស្មៅបងប្អូនត្រូវដាំស្មៅជុំវិញស្រះដើម្បីកុំឲ្យនៅពេលដែលភ្លៀងខ្លាំងទឹកហូរនាំដីពីលើចូលមកក្នុងស្រះរបស់បងប្អូនហ្នឹងក៏សំខាន់ដែរបើសិនជាបងប្អូនដាក់ថ្នាំកែទឹកហើយប៉ុន្តែទឹកនៅពេលដែលមានភ្លៀងទឹកហូរពីខាងលើអស់ដីពីខាងលើចូលក្នុងស្រះទឹកហ្នឹងគឺអត់ងាយថ្លាទេបងប្អូននៅតែរៀងល្អនឹងដែរទេហើយចំណុចទី2បងប្អូនអាចដាំជាសារ៉ាយឲ្យច្រើននៅក្នុងស្រះរបស់បងប្អូនអញ្ចឹងសារ៉ាយនេះអត់ខាតទេបងប្អូនដាំទៅអត់អីទេវាក៏អាចคล้ายទៅជាចំណីត្រីវាក៏អាចជួយកាត់បន្ថយអាម៉ូញ៉ាក្លិននៅក្នុងស្រះត្រីហើយវាក៏អាចคล้ายទៅជាជំរកសម្រាប់ត្រីឬក៏សត្វដែលបងប្អូនចិញ្ចឹមនៅក្នុងស្រះហ្នឹងអញ្ចឹងស្រែនេះបើនិយាយទៅគឺអត្ថប្រយោជន៍របស់វាល្អមែនតើហើយស្រែនេះក៏ជួយឲ្យទឹកថ្លាល្អដែរបងប្អូនហើយតកតងជាមួយនឹងការជួយឲ្យទឹកថ្លានេះបើនិយាយទៅឲ្យតែមានប្រភេទដំណាំដែលអាចដាំនៅក្នុងទឹកបានបងប្អូនគឺជួយឲ្យទឹកថ្លាទាំងអស់ដូចជាទឹកគួនដូចជាចកដូចជាកំប្លោកទាំងអស់ហ្នឹងគឺសុទ្ធតែជាដំណាំដែលអាចដាំនៅក្នុងទឹកបានហើយអាចជួយឲ្យទឹកនៅក្នុងស្រះរបស់បងប្អូនហ្នឹងថ្លាបានប៉ុន្តែវាគ្រាន់តែជួយឲ្យថ្លាទេបងប្អូនសម្រាប់ការបដោះប្លង់តុងសម្រាប់ការកាត់បន្ថយអាម៉ូញ៉ាក្លិនឬក៏ដីបាត់អាងបាត់ស្រះស្អុយហ្នឹងគឺមានតែការប្រើថ្នាំកែទឹកថ្នាំ multibag ទេដែលអាចជួយបានបងបើអាចយើងអាចធ្វើគប់គ្នាមានន័យថាយើងកែទឹកផងយើងរកដំណាំយកមកដាំនៅក្នុងទឹកស្រះរបស់យើងផងដូចជាកំប្លោកចកសារ៉ាយអាសូឡាលីមណាឬក៏ដំណាំផ្សេងជាច្រើនទៀតដែលយើងអាចដាំនៅក្នុងទឹកបាន